dương ban lực dọc thì nằm bắt muối để ông pi ca đăng to váในក្នុងរឿងក្តីប្រមត្តនហើយវាគ្មិនក៏បានរៀបរាប់អំពីការប្តឹងតវ៉ានៅក្នុងដំណាក់កាលស៊ើបសួរដែលត្រូវធ្វើឡើងនៅចំពោះមុខសភាស៊ើបសួរហើយដោយសភាស៊ើបសួរគឺជាស្ថាប័នមួយថ្មីដែលបង្កើតឡើងដោយក្រុមនីតិវិធីប្រមត្តននោះយើងក៏សម្រេចយកប្រធានបទស្តីអំពីសភាស៊ើបសួរនេះមកជម្រាបលម្អិតជូនលោកអ្នកនាងឲ្យបានជ្រាបតើសភាស៊ើបសួរជាស្ថាប័នដូចម្ដេចហើយមានសមត្ថកិច្ចបែបណាខ្លះនៅក្នុងពេលនេះនាងខ្ញុំសូមអញ្ជើញអាយដាមប៊ុនហុនដែលជាអនុរដ្ឋលេខាធិការនៃក្រសួងយុតិធម៌សូមអញ្ជើញអាយដាមបកស្រាយបាទនឹងសូមគោរពបងប្អូនទូទស្សនិកជនទាំងអស់ខ្ញុំបាទសូមអនុញ្ញាតជម្រាបជូនថាសភាស៊ើបសួរនេះគឺជាសភាពិសេសនៃសាលាតូដែលយើងអាចនិយាយម្យ៉ាងទៀតថាជាស្ថាប័នស៊ើបសួរជាន់ខ្ពស់នៃសាលាតូបាទនៅក្នុងយុត្តាធិការស៊ើបសួរយើងពិនិត្យឃើញថាមានមន្ទីរស៊ើបសួរនៅតាមសាលាដំបងខេត្តក្រុងទាំងអស់ដែលមន្ទីរស៊ើបសួរនេះនៅពេលដែលប្រតិបត្តិធ្វើការបំពេញកិច្ចរបស់ខ្លួនគឺថាធ្វើដោយចៅក្រមមួយរូបដែលជាចៅក្រមស៊ើបសួរហើយចំពោះសភាស៊ើបសួរវិញគឺថានៅសាលាតូនៅពេលដែលបំពេញកិច្ចរបស់ខ្លួនជាពិសេសនៅពេលជំនុំជម្រះសម្រាប់ជាសាលដីកាទៅលើការប្តឹងតវ៉ានឹងដីកាសម្រាប់របស់ចៅក្រមស៊ើបសួរគឺត្រូវធ្វើដោយក្រមសហសេវកដែលមានចៅក្រម3រូបបាទនៅក្នុងសភាស៊ើបសួរមានរចនាសម្ព័ន្ធរបស់ខ្លួនគឺថាមានប្រធានមួយរូបនិងមានសមាជិកមួយចំនួនបាទវាតែជាសុទ្ធតែជាចៅក្រមហើយមានជំនួយការគឺជាក្រឡាបញ្ជីបាទខ្ញុំសូមបញ្ជាក់ថាសភាស៊ើបសួរបង្កើតឡើងនៅក្នុងគោលបំណងពិនិត្យនិយត្តភាពនៃនីតិវិធីស៊ើបសួររបស់ចៅក្រមស៊ើបសួរឬក៏យើងអាចនិយាយថានីតិវិធីស៊ើបសួររបស់មន្ទីរស៊ើបសួរនៃសាលាដំបងខេត្តក្រុងទាំងអស់ដើម្បីធ្វើយ៉ាងណាឲ្យត្រឹមត្រូវនៅការស៊ើបសួរនេះឲ្យត្រឹមត្រូវតាមនីតិវិធីដែលកំណត់នៅក្នុងក្រមនីតិវិធីព្រហ្មទណ្ឌបាទសភាស៊ើបសួរគឺថាមានសមត្ថកិច្ចច្រើនណាស់បើយើងពិនិត្យឃើញសមត្ថកិច្ចពិនិត្យនិយត្តភាពនៃការស៊ើបសួររបស់ចៅក្រមស៊ើបសួរបាទប៉ុន្តែក៏យើងពិនិត្យឃើញនៅក្នុងសភាស៊ើបសួរនេះមានចំណុចពិសេសមួយគឺមានអំណាចបកគលអំណាចទៅឲ្យប្រធានសភាស៊ើបសួរដែលជាអំណាចពិសេសមួយចំនួនដែលយើងខ្ញុំនឹងបញ្ជាក់ជូនលម្អិតនៅចំណុចខាងមុខនេះបាទជាតាមប្រសាសន៍របស់អាដាមប៊ុនហុនមិញយើងឃើញថារវាងសមត្ថភាពសមត្ថកិច្ចរបស់សភាស៊ើបសួរនិងអំណាចរបស់ប្រធានសភាស៊ើបសួរគឺមានសមត្ថកិច្ចផ្សេងពីគ្នាដូច្នេះយើងខ្ញុំសូមជម្រាបអាដាមកើតរិទ្ធសូមអាដាមបកស្រាយលម្អិតថាតើសភាស៊ើបសួរនឹងមានសមត្ថកិច្ចយ៉ាងដូចម្តេចខ្លះទៅដោយអាដាមប៊ុនហុនបានបញ្ជាក់អញ្ចឹងថាសភាស៊ើបសួរនេះគឺជាស្ថាប័នថ្មីមួយដែលបង្កើតឡើងដោយក្រមនីតិវិធីព្រហ្មទណ្ឌហើយដែលសភានេះគឺមានសមត្ថកិច្ចពិនិត្យអំពីនិយត្តភាពទៅលើកិច្ចស៊ើបសួរទាំងអស់អញ្ចឹងនៅក្នុងក្របខ័ណ្ឌនៃសមត្ថកិច្ចរបស់សភាស៊ើបសួរដែលពិនិត្យអំពីនិយត្តភាពហ្នឹងយើងអាចធ្វើការបែងចែកនៅក្នុងនោះនៅអំណាចរបស់គាត់ជាផ្នែកចា៎នៅទីនេះយើងឃើញថាបើយើងយកកិច្ចស៊ើបសួរមកធ្វើការពិនិត្យយើងឃើញថាសភាស៊ើបសួរនៅពេលដែលពិនិត្យកិច្ចស៊ើបសួរនេះកិច្ចស៊ើបសួរយើងអាចប្របែកជាពីរបានកិច្ចដែលបំពេញដោយចៅក្រមស៊ើបសួរហ្នឹងវាលាយឡំចូលគ្នាទាំងអស់ប៉ុន្តែនៅក្នុងកិច្ចហ្នឹងយើងអាចប្របែកកិច្ចមួយផ្នែកនោះគឺជាកិច្ចដែលមានលក្ខណៈជាសេចក្តីសម្រេចចា៎ហើយថាកិច្ចផ្នែកយុត្តាធិការចា៎ឧទាហរណ៍ដូចជាចៅក្រមស៊ើបសួរចេញដីកាសម្រេចឲ្យឃុំខ្លួនបណ្ដោះអាសន្ននោះមិនមែនជាកិច្ចតាក់ទងការស្វែងរកផុសតាងទេប៉ុន្តែជាសេចក្តីសម្រេចមួយនៅក្នុងនីតិវិធីចា៎ឯកិច្ចមួយផ្នែកទៀតនោះគឺសំដៅដល់កិច្ចក្នុងការស្រាវជ្រាវដូចជាស្វែងរកផុសតាងស្ដាប់ចម្លើយសាក់សីសួរចម្លើយជនត្រូវចោទជាដើមឬមួយក៏ធ្វើកសោវិច័យស្អីហ្នឹងទាំងអស់នោះវាគឺជាផ្នែកមួយនៃកិច្ចស្រាវជ្រាវស្វែងរកផុសតាងយើងបំបែកកិច្ចជាពីរប៉ុន្តែខ្ញុំសូមអនុញ្ញាតបញ្ជាក់ជូនថានៅក្នុងក្របខ័ណ្ឌនៃការអនុវត្តសមត្ថកិច្ចនេះចៅក្រមស៊ើបសួរមិនត្រឹមតែពិនិត្យតែទៅលើកិច្ចស៊ើបសួរទេព្រោះថាពាក្យថាកិច្ចស៊ើបសួរគឺបានន័យថាគឺជាកិច្ចដែលបំពេញនៅក្នុងដំណាក់កាលស៊ើបសួរដែលជាទូទៅកិច្ចដែលបំពេញដោយចៅក្រមស៊ើបសួរប៉ុន្តែការពិនិត្យអំពី
កិច្ចទាំងអស់នេះយើងឃើញថាសភាស៊ើបសួរហ្នឹងគាត់មានសមត្ថកិច្ចពន្លាតដែននៃការត្រួតពិនិត្យរបស់គាត់ហ្នឹងរហូតទៅដល់កិច្ចដទៃផ្សេងទៀតដែលជារួមយើងប្រើជារួមថាជាកិច្ចនីតិវិធីដែលក្នុងនោះរួមទាំងកិច្ចស៊ើបអង្កេតកិច្ចនៃការចោទប្រកាន់ក៏ចូលក្នុងហ្នឹងហើយកិច្ចស៊ើបសួរនេះឯងក៏ចូលក្នុងហ្នឹងដែរអញ្ចឹងសមត្ថកិច្ចរបស់គាត់លាតសន្ធឹងនិយាយជារួមថាមុនពេលដែលរឿងនោះចូលទៅដល់ចៅក្រមជំនុំជម្រះនៅមុនពេលចូលដល់គឺសំដៅដល់កិច្ចដែលស្ថិតនៅក្រោមការត្រួតពិនិត្យរបស់សភាស៊ើបសួរទាំងមូលតាមរយៈក្របខ័ណ្ឌនេះយើងអាចចែកសមត្ថកិច្ចសិទ្ធិអំណាចរបស់សភាស៊ើបសួរនឹងជា4ផ្នែកធំៗនៅក្នុងក្របខ័ណ្ឌនៃសមត្ថកិច្ចរបស់គាត់នេះអំណាចទី1គឺអំណាចត្រួតពិនិត្យទៅលើកិច្ចស៊ើបសួរដែលមានលក្ខណៈជាសេចក្តីសម្រេចហើយជាទូទៅហ្នឹងនៅក្នុងក្រមនីតិវិធីព្រហ្មទណ្ឌដូចជាយើងបានពិភាក្សាគ្នាកន្លងមកកិច្ចស៊ើបសួរដែលមានលក្ខណៈជាសេចក្តីសម្រេចនេះតែងស្ដែងឡើងក្រោមរូបភាពជាដីកាហើយដីកាហ្នឹងគេឈ្មោះថាដីកាសម្រេចហើយជាគោលការណ៍ដើម្បីអនុវត្តនៅសិទ្ធិអំណាចមួយនេះសភាស៊ើបសួរត្រូវបានគេប្តឹងគាត់មិនអាចពិនិត្យដោយខ្លួនឯងទេត្រូវមានអ្នកណាម្នាក់គាត់គេប្តឹងអញ្ចឹងយើងអាចចោទជាសំណួរតាក់ទងជាមួយនឹងលក្ខខណ្ឌនៃការអនុវត្តអំណាចហ្នឹងនៅក្នុងលក្ខខណ្ឌនៃការអនុវត្តអំណាចនេះយើងបានដឹងអំពីកម្មវិធីលើកមុនគឺនៅពេលដែលកម្មវិធីយើងលើកយកមកពិភាក្សាអំពីនីតិវិធីនៃការប្តឹងតវ៉ាចំពោះសេចក្តីសម្រេចផ្សេងៗនៅក្នុងដំណាក់កាលនៃការស៊ើបសួរអញ្ចឹងនៅក្នុងនោះយើងឃើញមាននីតិវិធីមួយដែលខ្ញុំចាំកាលនោះឯកឧត្តមភៅសុភីបានបញ្ជាក់គឺតាក់ទងជាមួយការប្តឹងអូតូការប្តឹងអូតូនោះគឺសំដៅដល់ការប្តឹងអូតូក្នុងក្របខ័ណ្ឌប្រឆាំងទៅនឹងដីកាសម្រេចរបស់ចៅក្រមស៊ើបសួរនេះឯងអញ្ចឹងនៅក្នុងលក្ខខណ្ឌនឹងនីតិវិធីនេះគឺមានចែងច្បាស់ទាំងរយៈពេលឯកឧត្តមភៅសុភីក៏បញ្ជាក់ខ្ញុំសូមលើកយកតែពីរចំណុចធំទេទី1សួរថាតើអ្នកណាខ្លះដែលមានសិទ្ធិប្តឹងអូតូដើម្បីអនុញ្ញាតផ្ដល់សមត្ថកិច្ចនេះជូនដល់សភាស៊ើបសួរក្នុងការពិនិត្យអំពីដីកាសម្រេចរបស់ចៅក្រមស៊ើបសួរទី1គឺស្ថាប័នអัยការតែក្នុងនោះរួមមានព្រះរាជអាជ្ញានិងអគ្គព្រះរាជអាជ្ញាគាត់គឺជាភាគីមួយដែលជាទូទៅក្នុងច្បាប់នេះហើយយើងយល់ពីខាងដើមមកគឺជាគូក្តីដើមនៅក្នុងសំណុំរឿងជាអ្នកផ្ដើមចោតប្រកាន់នៅក្នុងរឿងនេះអញ្ចឹងគាត់ជាអ្នកដែលមានសិទ្ធិប្តឹងអូតូទី1ទី2អ្នកដែលអាចមានសិទ្ធិប្តឹងអូតូដែរនោះគឺសំដៅទៅដល់ភាគីផ្សេងទៀតនិងបុគ្គលពាក់ព័ន្ធភាគីផ្សេងទៀតគឺសំដៅទៅដល់ជនត្រូវចោទដែលជាមុខព្រួយនៅក្នុងកម្មវត្ថុនៃនីតិវិធីព្រហ្មទណ្ឌហើយភាគីមួយទៀតនោះគឺដើមបណ្ដឹងរដ្ឋប្រវេណីដែលជាទូទៅយើងហៅខាងក្រៅហៅថាជនរងគ្រោះនោះបាទប៉ុន្តែពេលខ្លះជនរងគ្រោះគាត់ទទួលមរណភាពអញ្ចឹងអត់មានជនរងគ្រោះទេគឺមានដើមបណ្ដឹងរដ្ឋប្រវេណីដែលតាំងខ្លួននៅក្នុងក្របខ័ណ្ឌជាភាគីមួយប៉ុន្តែច្បាប់នេះក៏អនុញ្ញាតឲ្យមានបុគ្គលផ្សេងទៀតដែរបុគ្គលពាក់ព័ន្ធផ្សេងទៀតដែរគឺសំដៅទៅដល់បុគ្គលដែលមានផលប្រយោជន៍នៅក្នុងរឿងនេះហើយដែលច្បាប់នេះអនុញ្ញាតឲ្យប្តឹងសូមអនុញ្ញាតបញ្ជាក់ជូនថាទាំងអស់នេះគឺជាពិសេសបុគ្គលពាក់ព័ន្ធហ្នឹងគឺមាននៅក្នុងចែងនៅក្នុងមាត្រា269ដែលតាក់ទងជាមួយនឹងបណ្ដឹងអូតូចំពោះដីកាបដិសេធមិនបុគ្គលវត្ថុដែលរឹបអូសទៅម្ចាស់ដើមវិញដែលជាទូទៅម្ចាស់ដើមនេះគាត់មិនមែនជាភាគីទេអញ្ចឹងគាត់គឺជាបុគ្គលដែលនៅក្រៅពីនីតិវិធីនេះប៉ុន្តែមានប្រយោជន៍ពាក់ព័ន្ធបាទអញ្ចឹងគេអាចប្តឹងបានហើយខ្ញុំសូមអនុញ្ញាតបញ្ជាក់ជូនផងដែរថាអ្នកដែលមានសិទ្ធិប្តឹងអូតូនេះគឺយើងបានបែងចែកគឺបែងចែកថាតើអ្នកណាខ្លះដែលអាចប្តឹងអូតូហើយប្តឹងទៅលើអ្វីខ្លះអញ្ចឹងវាទាមទារឲ្យពិនិត្យថាតើដីកាសម្រេចប្រភេទណាខ្លះដែលគេអាចប្តឹងអូតូនៅពេលដែលយើងសួរសំណួរនេះយើងត្រូវពិនិត្យអំពីអ្នកដែលមានសិទ្ធិប្តឹងសិនព្រោះមូលហេតុអីមូលហេតុដោយសារភាគីនីមួយៗមិនមានសិទ្ធិប្តឹងអូតូចំពោះគ្រប់ដីកាសម្រេចទេគឺត្រូវប្តឹងអូតូក្នុងក្របខ័ណ្ឌដែលច្បាប់ចែងអនុញ្ញាតឲ្យប្តឹងអញ្ចឹងឧទាហរណ៍ដូចជានៅក្នុងក្រមនីតិវិធីព្រហ្មទណ្ឌនេះហើយដូចឯកឧត្តមភៅសុភីបញ្ជាក់ជូនកាលពីកម្មវិធីលើកមុនយើងឃើញថាព្រះរាជអាជ្ញានិងអគ្គព្រះរាជអាជ្ញានោះអមសាឡាតូគឺគាត់មានសិទ្ធិប្តឹងអូតូបណ្ដឹងអូតូគាត់គឺជាបណ្ដឹងអូតូទូទៅបានន័យថាក្រមនេះចែងថាគាត់មានសិទ្ធិប្តឹងអូតូគ្រប់ចំពោះគ្រប់ដីកាសម្រាប់របស់ចៅក្រមស៊ើបសួរប៉ុន្តែផ្ទុយទៅវិញសម្រាប់ភាគីដទៃផ្សេងទៀតគឺគាត់អាចប្តឹងអូតូតែក្នុងក្របខ័ណ្ឌដែលកម្រិតក្នុងច្បាប់ទេអញ្ចឹងក្នុងក្រមនីតិវិធីយើងមានចែងយ៉ាងច្បាស់ក្នុងទី1មាត្រា266និយាយអំពីបណ្ដឹងអូតូទូទៅរបស់ព្រះរាជអាជ្ញានិងអគ្គព្រះរាជអាជ្ញាហ្នឹងគឺបានបញ្ជាក់ថាខ្ញុំសូមអនុញ្ញាតអាន
អាគ្គបរិញ្ញាអមសាឡាអូតូនិងបរិញ្ញាអាចប្តឹងអូតូចំពោះគ្រប់ដីកាសម្រេចទាំងអស់របស់ចៅក្រមស៊ើបសួរបានអញ្ចឹងអត់មានកម្រិតទេប៉ុន្តែផ្ទុយទៅវិញក្នុងមាត្រា267ដែលចែងអំពីបណ្ដឹងអូតូចំពោះដីការបស់ចៅក្រមស៊ើបសួរដោយជន់ត្រូវចោទអញ្ចឹងគេបញ្ជាក់គេដាក់ជាបញ្ជីមួយតែម្ដងថាបញ្ជីហ្នឹងគាត់មានសិទ្ធិប្តឹងឲ្យខ្លះឧទាហរណ៍គាត់អាចប្តឹងអូតូចំពោះដីកាបដិសេធពាក្យសុំឲ្យធ្វើកិច្ចស៊ើបសួរដីកាមិនព្រមបកគលវត្ថុដែលចាប់ទៅឲ្យម្ចាស់ដើមវិញដីកាដទៃផ្សេងទៀតដែលមានចែងក្នុងមាត្រា267អញ្ចឹងខ្ញុំសូមមិនបញ្ជាក់ជូនទាំងអស់ទេព្រោះថាករណីនេះអាដាមភៅសុភីបញ្ជាក់ជូនការកម្មវិធីលើកមុនរួចហើយចំពោះបញ្ជីដែលអាដាមមានប្រសាសន៍មិញតើយើងទៅរកនៅទីកន្លែងណាបាទបញ្ជីនេះគឺយើងអាចពិនិត្យឃើញនៅក្នុងមាត្រា267 268និងមាត្រា269គឺតាក់ទងជាមួយសិទ្ធិដែលភាគីអាចធ្វើការប្តឹងតវ៉ានេះបាននេះគឺតាក់ទងជាមួយនឹងអំណាចរបស់សភាស៊ើបសួរក្នុងការត្រួតពិនិត្យទៅលើកិច្ចដែលមានលក្ខណៈជាសេចក្តីសម្រេចរបស់ចៅក្រមស៊ើបសួរទន្ទឹមនឹងដែរក៏ដូចអ្វីដែលនាំប៊ុនហ៊ុនបានបញ្ជាក់ពីខាងដើមដែលជាស្នូលតែម្ដងនៅក្នុងក្របខ័ណ្ឌនៃសភាស៊ើបសួរនេះសមត្ថកិច្ចរបស់គាត់គឺតាក់ទងការពិនិត្យនិយត្តភាពនៃកិច្ចនីតិវិធីមានន័យថាសភាស៊ើបសួរត្រូវពិនិត្យមើលថាតើការប្រព្រឹត្តទៅការបំពេញកិច្ចស៊ើបសួរឬកិច្ចនីតិវិធីផ្សេងៗហ្នឹងបំពេញតាមលក្ខខណ្ឌច្បាប់ដែលតម្រូវដែរឬទេនិយាយម្យ៉ាងទៀតថាតើកិច្ចនោះធ្វើត្រឹមត្រូវតាមច្បាប់ដែរឬទេត្រឹមត្រូវតាមក្រមនេះដែរឬទេបើសិនជាមានកិច្ចណាមួយមិនត្រឹមត្រូវសភាស៊ើបសួរអាចក្នុងករណីហ្នឹងគាត់ពិនិត្យលើនិយត្តភាពហើយក្នុងករណីរកឃើញកំហុសគាត់អាចសម្រេចធ្វើមោឃកម្មបានន័យថាទុកកិច្ចនោះថាគ្មានសុពលភាពมันអាចយកមកប្រើប្រាស់ក្នុងនីតិវិធីបានប៉ុន្តែយើងអាចចោទជាសំណួរថាតើសភាស៊ើបសួរគាត់អាចប្រើប្រាស់អំណាចនេះក្នុងលក្ខខណ្ឌដូចម្ដេចនៅពេលណាបានពេលណាអាចធ្វើបានទីមួយខ្ញុំសូមអនុញ្ញាតបញ្ជាក់ជូនថាជាគោលការណ៍នៅក្នុងក្រមនីតិវិធីព្រហ្មទណ្ឌនេះសភាស៊ើបសួរមិនអាចទទួលសំណុំរឿងយកមកពិនិត្យយកមកដោះស្រាយដោយខ្លួនឯងបានទេត្រូវមានអ្នកប្តឹងតើគាត់អនុវត្តអំណាចក្នុងការត្រួតពិនិត្យអំពីនិយត្តភាពនៃកិច្ចនីតិវិធីនេះនៅក្នុងក្របខ័ណ្ឌនៃការប្តឹងយ៉ាងដូចម្ដេចអញ្ចឹងយើងចែកបណ្ដឹងជាពីរបណ្ដឹងមួយគេហៅថាបណ្ដឹងសុំមោគភាពបានន័យថាគឺជាបណ្ដឹងដែលជាគោលហ្មងថាសុំមោគភាពកិច្ចនេះមួយថាកិច្ចនេះធ្វើអត់ត្រូវទេសុំមោគភាពបណ្ដឹងនេះអាចធ្វើឡើងដោយសប្តាហ៍មុនឯកឧត្តមភៅសុភីបញ្ជាក់អញ្ចឹងគឺដោយចៅក្រមស៊ើបសួរដោយព្រះរាជអាជ្ញាដោយជនត្រូវចោទនិងដោយដើមបណ្ដឹងរដ្ឋប្រវេណីអញ្ចឹងនៅពេលដែលគាត់ពិនិត្យឃើញថាកិច្ចហ្នឹងមានភាពមិនប្រក្រតីកិច្ចហ្នឹងអនុវត្តខុសជាមួយនឹងក្រមនីតិវិធីកិច្ចហ្នឹងធ្វើឲ្យប៉ះពាល់ទៅដល់សិទ្ធិការពារខ្លួនរបស់គាត់កិច្ចហ្នឹងអាចធ្វើទៅឲ្យប៉ះពាល់ទៅដល់អ្វីដែលច្បាប់ចែងថាបើសិនជាធ្វើខុសនឹងត្រូវមោគភាពអញ្ចឹងគាត់មានសិទ្ធិប្តឹងទៅសភាស៊ើបសួរហើយដែលចំណុចនេះយើងអាចផ្ទៀងផ្ទាត់បាននៅក្នុងមាត្រា253នៃក្រមនីតិវិធីព្រហ្មទណ្ឌដែលបានចែងច្បាស់ថានៅក្នុងក្របខ័ណ្ឌដែលគាត់ឃើញថាលិខិតណាមួយនៃនីតិវិធីមានមោគភាពនេះគឺគាត់អាចប្តឹងទៅសភាស៊ើបសួរហើយខ្ញុំសូមអនុញ្ញាតបញ្ជាក់ជូនកន្លែងនេះបន្តិចថាមិនត្រឹមតែគេពិនិត្យឃើញលិខិតឬកិច្ចស៊ើបសួរទេនិយាយជារួមគឺកិច្ចនីតិវិធីទាំងអស់ភាគីដែលពិនិត្យឃើញថាមានបញ្ហាមានកំហុសនីតិវិធីគាត់អាចលើកករណីនេះប្តឹងទៅសភាស៊ើបសួរបានចា៎បាទអញ្ចឹងសំដៅទៅដល់កិច្ចអីខ្លះគឺកិច្ចស៊ើបអង្កេតកិច្ចស៊ើបសួរបានតែកិច្ចនៅក្នុងដំណាក់កាលស៊ើបអង្កេតកិច្ចដែលបំពេញក្នុងដំណាក់កាលស៊ើបសួរក៏រួមបញ្ចូលទាំងកិច្ចនៃការចោទប្រកាន់ផងដែរឧទាហរណ៍គេអាចប្តឹងប្រឆាំងជាមួយនឹងដីកាសន្និដ្ឋានបញ្ជូនរឿងស៊ើបសួរដែលជាកិច្ចចោទប្រកាន់មួយបាទទី2គាត់អាចទទួលដើម្បីពិនិត្យអំពីនិយត្តភាពនេះបានប៉ុន្តែមិនមែននៅក្នុងក្របខ័ណ្ឌនៃបណ្ដឹងសុំមោគភាពទេប៉ុន្តែបណ្ដឹងដទៃផ្សេងទៀតដែលអនុញ្ញាតឲ្យសភាស៊ើបសួរមានសមត្ថកិច្ចយកសំណុំរឿងនីតិវិធីមកពិនិត្យគឺបានន័យថាឧទាហរណ៍គេប្តឹងអំពីរឿងពាក់ព័ន្ធជាមួយនឹងដីកាសម្រាប់ឃុំខ្លួនដោះអាសន្នអញ្ចឹងគាត់ទទួលសំណុំរឿងមកពិនិត្យដល់ពេលគាត់ពិនិត្យទៅគាត់ឃើញមានកំហុសនីតិវិធីដែលត្រូវធ្វើមោឃកម្មក្នុងករណីហ្នឹងក្របខ័ណ្ឌហ្នឹងក៏គាត់អាចពិនិត្យបានដែរករណីនេះយើងអាចទៀងទាត់នៅក្នុងមាត្រា261ចែងថានៅរាល់ពេលដែលបានទទួលបណ្ដឹងស្អីក៏ដោយនៅពេលរាល់ពេលដែលទទួលបានបណ្ដឹងសភាស៊ើបសួរពិនិត្យមើលនិយត្តភាពនៃនីតិវិធីនិងការប្រព្រឹត្តទៅដ៏ល្អនៃនីតិវិធីកាលណាពិនិត្យឃើញមូលហេតុនៃមោគភាពសភាស៊ើបសួរអាចចាត់ទុក
ជាមោខៈដោយឯងនៅនីតិវិធីទាំងមូលឬផ្នែកណាមួយសភាស៊ើបសួរត្រូវធ្វើដោយដែលមានចែងក្នុងមាត្រា280អានុភាពនៃមុខកម្មនៃក្រមនេះហើយដែលខ្ញុំនឹងបញ្ជាក់ជូនអំពីចំណុចនេះនេះគឺក្របខ័ណ្ឌដែលថាសភាស៊ើបសួរអាចមានសមត្ថកិច្ចក្នុងការពិនិត្យអំពីនិយត្តភាពប៉ុន្តែយើងពិនិត្យលក្ខខណ្ឌមួយទៀតគឺតាក់ទងជាមួយដំណាក់កាលនីតិវិធីណាខ្លះនៅក្នុងដំណាក់កាលណាដែលគេអាចស្នើសុំមុខភាពចំណុចនេះម្សិលកាលពីកម្មវិធីលើកមុនខ្ញុំបានបញ្ជាក់ជូនអំពីការលុបលាងមុខភាពនៃនីតិវិធីតាមរយៈមាត្រា256បាទដែលក្នុងនោះគឺបញ្ជាក់ថាការស្នើសុំមុខភាពនៃកិច្ចនីតិវិធីណាមួយត្រូវធ្វើឲ្យបានមុនការបិទការស៊ើបសួរដែលចូលជាស្ថាពរនិយាយម្យ៉ាងទៀតមានន័យថាมันអាចសុំមុខភាពនៃកិច្ចស៊ើបអង្កេតมันអាចសុំមុខភាពនៃកិច្ចចោទប្រកាន់มันអាចសុំមុខភាពនៃកិច្ចស៊ើបសួរបានទេនៅមុខសមត្ថកិច្ចនៃតុលាការជំនុំជម្រះអញ្ចឹងកាលណាឆ្លងចូលដល់ដំណាក់កាលជំនុំជម្រះហើយគេលែងអាចសុំមុខភាពបានទៀតហើយនេះគឺជានីតិវិធីដើម្បីបន្សុទ្ធសុពលភាពនៃនីតិវិធីទាំងស្រុងអញ្ចឹងបានគេប្រើពាក្យថាលុបលាងមុខភាពនៃនីតិវិធីនេះគឺតាក់ទងលក្ខខណ្ឌនៅក្នុងដំណាក់កាលមួយវិញទៀតយើងអាចពិនិត្យអំពីសួរថាតើកិច្ចណាខ្លះដែលគាត់អាចស្នើសុំមុខភាពកិច្ចនេះខ្ញុំមិញបានបញ្ជាក់តាមរយៈមាត្រា253ដែលមាត្រា253ថាគាត់អាចស្នើសុំនៅគ្រប់កិច្ចទាំងអស់នៃនីតិវិធីហ្នឹងគឺអាចស្នើសុំដើម្បីឲ្យសភាស៊ើបសួរពិនិត្យលើនិយត្តភាពហើយអាចបើរកឃើញកំហុសប្រកាសអំពីមុខភាពប៉ុន្តែនៅក្នុងក្រមនេះក៏បានដាក់កម្រិតអំពីលក្ខខណ្ឌដែរมันអាចស្នើសុំគ្រប់កិច្ចទេព្រោះក្នុងកិច្ចនៃនីតិវិធីហ្នឹងវាមានកិច្ចខ្លះដែលមានលក្ខណៈជាសេចក្តីសម្រេចចា៎ដែលខ្ញុំបានប្រើមិញគឺកិច្ចយុត្តាធិការរបស់ចៅក្រមស៊ើបសួរអញ្ចឹងក្រមនេះបានចងចែងបញ្ជាក់ជូនចងនៅក្នុងមាត្រាផ្សេងដែលបានកំណត់ថាភាគីអាចប្តឹងសុំនិយត្តភាពសុំពិនិត្យអំពីនិយត្តភាពសុំមុខភាពហ្នឹងបានតែចំពោះកិច្ចដែលមិនមែនជាកិច្ចដែលគេអាចប្តឹងបន្តបានអញ្ចឹងមានន័យថាម៉េចឧទាហរណ៍ថាគាត់មិនអាចប្តឹងសុំមុខភាពដីកាសម្រេចឲ្យឃុំខ្លួនបណ្ដោះអាសន្នបានទេដោយសារវាគឺជាដីកាសម្រេចហើយដែលជាទូទៅភាគីប្តឹងតវ៉ាតាមផ្លូវមួយទៀតគឺផ្លូវអូតូមិនមែនផ្លូវប្តឹងសុំមុខភាពនៃដីកាសម្រេចឲ្យឃុំខ្លួនបណ្ដោះអាសន្នទេអញ្ចឹងក្របនេះចែងចងហើយយើងអាចទៀងទាត់បានចំពោះករណីនេះក្នុងមាត្រា253ក៏ដូចជាមាត្រា279ហើយមាត្រា253គឺក្នុងកថាខណ្ឌចុងក្រោយដែលកថាខណ្ឌនេះចែងថាដីកាដែលអាចត្រូវប្តឹងបន្តបានមិនអាចធ្វើជាកម្មវត្ថុនៃបណ្ដឹងសុំមុខភាពបានឡើយបាទមួយទៀតយើងអាចពិនិត្យថាតើសភាស៊ើបសួរត្រូវប្រកាសមុខភាពគ្រប់កិច្ចដែលគេប្តឹងក្រៅពីដីកាសម្រេចហ្នឹងនៅពេលរកឃើញកំហុសដែរឬទេក្នុងក្រមនេះបានបញ្ជាក់អំពីដីកាឬកិច្ចដែលអាចសុំមុខភាពនឹងបានហើយតើកិច្ចណាខ្លះដែលវាប៉ះពាល់ធ្ងន់ធ្ងរហើយដែលក្រមនេះតម្រូវថាត្រូវតែធ្វើនោះហើយមិនធ្វើគឺអាចនាំដល់មុខភាពប៉ុន្តែកិច្ចផ្សេងទៀតនោះគឺក្រមនេះមិនតម្រូវថាត្រូវធ្វើតាមទម្រង់ទាំងស្រុងទេប៉ុន្តែវាមានភាពមិនប្រក្រតីអញ្ចឹងយើងអាចសួរថាតើកិច្ចដែលមិនប្រក្រតីណាខ្លះដែលសភាស៊ើបសួរអាចសម្រេចមុខភាពបានសូមអនុញ្ញាតបញ្ជាក់ជូនថាយើងបំបែកចេញជាពីរផ្នែកផ្នែកទី1គឺកិច្ចដែលត្រូវតែធ្វើតាមច្បាប់ហើយបើមិនធ្វើតាមត្រូវមុខភាពបានន័យថាច្បាប់ចែងតែម្ដងចែងថានៅក្នុងការបំពេញកិច្ចនេះគឺត្រូវធ្វើអញ្ចេះហើយច្បាប់ចែងទៀតថាបើមិនធ្វើតាមទេត្រូវទុកជាថាកិច្ចនោះគ្មានសុពលភាពបានន័យថាគេអាចសុំមុខកម្មបានសូមអនុញ្ញាតបញ្ជាក់ជូនថាក្រមយើងចែងនៅ2មាត្រាសំខាន់មាត្រា1គេតាក់ទងជាមួយនឹងកិច្ចស៊ើបសួរគឺក្នុងមាត្រា252ដែលខ្ញុំសូមអនុញ្ញាតអានតែម្ដងមាត្រា252ក្នុងចំណងជើងចែងអំពីមុខភាពនៃការមិនគោរពវិធានបញ្ញត្តិក្រមនេះចែងថាវិធាននិងទម្រង់ការដែលចែងដោយមាត្រាខាងក្រោមស្ដីពីបទបញ្ញត្តិទូទៅនៃនីតិវិធីស៊ើបសួរមានលក្ខណៈដាច់ខាតត្រូវតែគោរពតាមបើពុំដូច្នោះទេនាំឲ្យមានមុខភាពនៃនីតិវិធីអញ្ចឹងចែងច្បាស់ណាស់ថាត្រូវតែធ្វើតាមបើអត់ធ្វើតាមទេត្រូវមុខភាពអញ្ចឹងក្នុងហ្នឹងគេចែងជាបញ្ជីមកឧទាហរណ៍ក្នុងនេះមានបញ្ជីមានកំណត់5ចំណុចមាត្រា122ស្ដីពីការបើកការស៊ើបសួរមាត្រា123សមត្ថកិច្ចដែនដីមាត្រា124កថាខណ្ឌទី3នៃការសន្និដ្ឋានជួនរឿងស៊ើបសួរមាត្រា125
125 កថាខណ្ឌទី1កថាខណ្ឌទី2វិសាលភាពនៃការប្តឹងនិងមាត្រា128និយាយអំពីជំនួយរបស់កាឡាមជីនៃក្រមនេះជំនួយរបស់កាឡាមជីក្រមនេះសូមអនុញ្ញាតបញ្ជាក់ជូនឧទាហរណ៍ថាកាឡាមជីគាត់គឺជាជំនួយឲ្យចៅក្រមស៊ើបសួរស្រាប់តែនៅក្នុងក្របខ័ណ្ឌនៃកិច្ចស៊ើបសួរនោះកាឡាមជីគាត់ធ្វើកិច្ចស៊ើបសួរដែលជាកិច្ចដែលត្រូវធ្វើដោយចៅក្រមស៊ើបសួរនឹងគឺគេអាចស្នើសុំមុខភាពបានដោយសារក្រមនេះតម្រូវថាកាឡាមជីមិនអាចធ្វើកិច្ចទាំងឡាយដែលកិច្ចនោះគឺជាកិច្ចដែលត្រូវធ្វើដោយចៅក្រមស៊ើបសួរទេបាទមាត្រាមួយទៀតដែលចែងនៅក្នុងដំណាក់កាលស៊ើបអង្កេតគឺសំដៅទៅដល់មាត្រា109ដែលបានចែងក្នុងលក្ខណៈស្រដៀងគ្នាប៉ុន្តែនៅក្នុងក្របខ័ណ្ឌនៃការស៊ើបអង្កេតចែងថាវិធាននិងទម្រង់ការដែលបានបញ្ញត្តិនៅមាត្រាហើយក្នុងគេរៀបមាត្រាតែម្ដង91 90 91 92 93 94 95អីចឹងរហូតមកក្នុងមានបញ្ជីគេដាក់ថាមានលក្ខណៈដាច់ខាតត្រូវតែគោរពបើពុំដូច្នោះទេនឹងនាំឲ្យមានមោគភាពនៃនីតិវិធីអញ្ចឹងយើងឃើញថាក្រមនេះបានចែងនៅចំណុចមួយចំនួនថាបើសិនជាមិនធ្វើតាមក្នុងករណីមួយចំនួនគឺច្បាប់នេះចែងថាត្រូវតែធ្វើមោគភាពនេះគេឲ្យថាមោគភាពតាមអត្ថបទច្បាប់តាមការកំណត់របស់ច្បាប់ហើយសូមអនុញ្ញាតបញ្ជាក់ជូនថាករណីរឿងចែងនេះក្នុងដំណាក់កាលស៊ើបអង្កេតក៏មានចែងនៅក្នុងមាត្រាមួយទៀតគឺមាត្រា117ដែលនិយាយស្រដៀងគ្នាដែលចែងស្រដៀងគ្នាដាក់ថាក្នុងក្របខ័ណ្ឌនៃការស៊ើបអង្កេតបឋមវិធាននិងទម្រង់ការដែលបានចែងក្នុងមាត្រាហើយគេបញ្ជាក់មាត្រានឹងហើយសូមផ្ទៀងផ្ទាត់ក្នុងមាត្រា117គេដាក់មានលក្ខណៈដាច់ខាតត្រូវតែគោរពតាមបើពុំដូច្នោះទេនាំឲ្យមានមោគភាពនៃនីតិវិធីអញ្ចឹងយើងអាចចែកកិច្ចមួយដែលគេអាចសុំមោគភាពគឺកិច្ចដែលក្នុងនោះច្បាប់កំណត់ថាបើមិនធ្វើតាមគឺគេត្រូវតែប្រកាសមោគភាពទី2កិច្ចនោះអត់បានចែងកំណត់ដោយច្បាប់ទេអត់បានចែងកំណត់ដោយក្រមថាបើមិនធ្វើតាមត្រូវតែមោគភាពដាច់ខាតទេកិច្ចនោះគឺសំដៅទៅដល់កិច្ចទាំងឡាយដែលប៉ះពាល់ធ្ងន់ធ្ងរបំផុតគឺសំដៅនិយាយពីចំថាសុំមោគភាពដោយសារការប៉ះពាល់ធ្ងន់ធ្ងរទៅដល់សិទ្ធិការពារខ្លួនអញ្ចឹងខ្ញុំសូមរំលឹកស្មារតីនេះនៅក្នុងមាត្រា252ដើម្បីបញ្ជាក់ជូនហើយសូមអនុញ្ញាតអាននិងធ្វើការបកស្រាយមាត្រា252ក្នុងកថាខណ្ឌចុងក្រោយបានចែងថានាំឲ្យមានមោគភាពផងដែរកាលណាការបំពេញវិធានឬទម្រង់ការសំខាន់ណាមួយដែលចែងដោយក្រមនេះឬបទបញ្ញត្តិទាំងឡាយស្ដីពីនីតិវិធីព្រហ្មទណ្ឌធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ភាគីដែលទទួលរងការបំពេញនេះអញ្ចឹងគេបានកំណត់ទៀតថាតើវិធានការម៉េចដែលហៅថាវិធានឬទម្រង់ការដែលមានលក្ខណៈសំខាន់នោះគឺសំដៅថាគឺជាវិធានឬទម្រង់ការដែលមានបំណងធានាការពារការគោរពសិទ្ធិការពារខ្លួនអញ្ចឹងមានបទបញ្ញត្តិមួយចំនួនច្បាប់អត់ចែងថាបើមិនបំពេញធ្វើតាមទម្រង់ការទេត្រូវមោគភាពទេប៉ុន្តែផ្ទុយវិញការបំពេញនោះធ្វើឲ្យប៉ះពាល់ទៅដល់ប្រយោជន៍ប៉ះពាល់ទៅដល់សិទ្ធិការពារខ្លួនរបស់ភាគីអញ្ចឹងគេថាអាចសុំបានខ្ញុំសូមលើកឧទាហរណ៍ដូចជាការស្ដាប់ចម្លើយសាក្សីជាទូទៅចៅក្រមស៊ើបសួរអាចស្ដាប់ចម្លើយសាក្សីបានប៉ុន្តែក្រមនេះចែងថាម៉េចចែងថាបើសាក្សីនោះមានតម្រុយពិរុទ្ធភាពបញ្ជាក់ថាគាត់បានចូលរួមប្រព្រឹត្តបទល្មើសចៅក្រមមិនអាចស្ដាប់ចម្លើយក្នុងនាមជាសាក្សីបានទេគាត់ត្រូវដាក់ជននោះឲ្យស្ថិតនៅក្រោមការពិនិត្យនៅក្នុងដំណាក់កាលស៊ើបសួរនេះដើម្បីបំលែងជននោះពីសាក្សីទៅជាជនត្រូវចោទដើម្បីគាត់អាចប្រើប្រាស់នៅសិទ្ធិការពារខ្លួនក្នុងនាមជាភាគីអញ្ចឹងសាក្សីមិនមែនជាភាគីទេអញ្ចឹងសាក្សីជាទូទៅគាត់អត់មានត្រូវរកមេធាវីដើម្បីជួយទេអញ្ចឹងក្នុងករណីនេះបើសិនជាចៅក្រមគាត់ចង់ស្ដាប់ចម្លើយសាក្សីប្រភេទហ្នឹងដែលមានតម្រុយវិរុទ្ធភាពអញ្ចឹងគាត់ត្រូវបំលែងលក្ខន្តិកៈគាត់ពីសាក្សីទៅជនត្រូវចោទតាមរយៈការសម្រេចដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យដែលយើងបានបកស្រាយការពីកម្មវិធីលើកមុននៅមានឧទាហរណ៍ដទៃច្រើនផ្សេងទៀតដែលខ្ញុំសូមអនុញ្ញាតមិនបញ្ជាក់ជូនលម្អិតអំពីករណីនេះដើម្បីឆេតឱកាសនិយាយអំពីលក្ខខណ្ឌមួយទៀតគឺតាក់ទងជាមួយនឹងការបណ្ដឹងសុំតែម្ដងជាគោលការណ៍ដើម្បីអាចឲ្យចៅក្រមសភាស៊ើបសួរអាចពិនិត្យអំពីករណីនេះបានគឺជាទូទៅភាគីគាត់ធ្វើបណ្ដឹងសុំមោគភាពបណ្ដឹងសុំមោគភាពត្រូវបំពេញលក្ខខណ្ឌមួយចំនួនលក្ខខណ្ឌនោះមានចែងក្នុងមាត្រា279មានន័យថាម៉េចមានន័យថាបណ្ដឹងសុំត្រូវមានសម្អាងហេតុមិនមែនដាក់បណ្ដឹងចោលទេត្រូវមានសម្អាងហេតុមានហេតុផលពន្យល់ថាកិច្ចនោះមានភាពមិនប្រក្រតីខុសច្បាប់ហើយប៉ះពាល់ដល់សិទ្ធិធ្ងន់ធ្ងររបស់ភាគីទី2គឺត្រូវមានមូលកភាពច្បាស់លាស់មូលកភាពនេះគឺសំដៅទៅដល់មូលដ្ឋានទាំងឡាយដែលនាំឲ្យសន្និដ្ឋានថាពិតជាប្រព្រឹត្តខុស
ជាមួយនឹងនីតិវិធីតែមានមូលកភាពហ្នឹងច្បាស់លាស់ទី3ដូចខ្ញុំបានបញ្ជាក់ជូនហ្នឹងគឺมันអាចសុំមូលកភាពចំពោះកិច្ចដែលគេអាចប្តឹងបន្តបានទេបើសិនជាកិច្ចនោះអាចប្តឹងបន្តបានគួរតែប្តឹងបន្តមិនត្រូវប្តឹងសុំមូលកភាពបានឡើយចំណុចចុងក្រោយតាក់ទងជាមួយនឹងអំណាចក្នុងការត្រួតពិនិត្យលើនិយត្តភាពនេះខ្ញុំសូមផ្ដោតទៅលើរបៀបក្នុងការធ្វើមុខភាពតើគេធ្វើមុខភាពដូចនេះដែលយើងប្រើពាក្យថាជាអានុភាពមុខកម្មអានុភាពមុខកម្មមានន័យថានៅពេលដែលចៅក្រមសភាស៊ើបសួរគាត់ពិនិត្យឃើញថាកិច្ចរបស់ចៅក្រមស៊ើបសួរឬកិច្ចនីតិវិធីណាមួយនោះមានបញ្ហាខុសជាមួយច្បាប់បានតែត្រូវធ្វើមុខភាពហ្នឹងមានកំហុសនីតិវិធីគាត់សម្រេចធ្វើមុខភាពកិច្ចនោះប៉ុន្តែគាត់ក៏អាចសម្រេចផងដែរគឺគាត់អាចសម្រេចទី1ថាកិច្ចនោះត្រូវធ្វើមុខភាពត្រូវធ្វើមុខកម្មសំទោសអញ្ចឹងបានន័យថាគាត់សម្រេចមុខភាពទៅលើកិច្ចនោះហើយប៉ុន្តែគាត់ត្រូវពិនិត្យទៅលើកិច្ចដទៃផ្សេងទៀតដែលមានការពាក់ព័ន្ធដែលចូលលើមូលដ្ឋានហ្នឹងគាត់ត្រូវសម្រេចរាល់កិច្ចផ្សេងទៀតដែលពាក់ព័ន្ធហើយដែលត្រូវធ្វើមុខភាពដូចគ្នាអញ្ចឹងគាត់ត្រូវសម្រេចថាមើលថាតើកិច្ចនោះតែឯងទេដែលខុសគាត់សម្រេចតែមួយហ្នឹងទៅប៉ុន្តែបើសិនជាមានកិច្ចផ្សេងទៀតចូលលើមូលដ្ឋានហ្នឹងហើយវាខុសដែរគាត់អាចសម្រេចពិនិត្យអំពីមុខភាពនោះបានដូចគ្នាកិច្ចឬលិខិតដែលត្រូវបានសម្រេចមុខភាពនេះគេត្រូវដកចេញពីសំណុំរឿងនៃនីតិវិធីហើយត្រូវតម្កល់ទុកនៅកាឡាមជីនៃសភាស៊ើបសួរនេះគឺអំណាចទី2តាក់ទងដល់និយត្តភាពអំណាច2ទៀតអំណាចសំខាន់2ទៀតរបស់សភាស៊ើបសួរដែលអំណាចនោះគឺខ្ញុំនឹងសង្ខេបជូនអំណាចមួយទៀតតាក់ទងជាមួយនឹងសភាស៊ើបសួរដែរគឺអំណាចក្នុងការពិនិត្យកែសម្រួលបំពេញបន្ថែមនីតិវិធីហើយអំណាចនេះតើអំណាចនេះសំដៅទៅដល់អំណាចដូចម្ដេចគឺសំដៅដល់អំណាចសភាស៊ើបសួរនៅពេលគាត់បានទទួលបណ្ដឹងហើយពិនិត្យនៅក្នុងសំណុំរឿងនោះគឺគាត់អាចទី1គឺបង្គាប់ឲ្យធ្វើកិច្ចស៊ើបសួរបន្ថែមឧទាហរណ៍ថាឃើញមានបញ្ហាចន្លោះខ្វះខាតដែលគាត់ត្រូវពិនិត្យហើយក្នុងនោះគាត់មិនអាចទទួលព័ត៌មានបានអញ្ចឹងគាត់អាចបង្គាប់ឲ្យធ្វើកិច្ចស៊ើបសួរបន្ថែមដែលមានចែងនៅក្នុងមាត្រា262នៃក្រមនេះនៅក្នុងករណីដែលគាត់បង្គាប់ឲ្យមានធ្វើកិច្ចស៊ើបសួរបន្ថែមនេះសភាស៊ើបសួរគាត់អាចចាត់តាំងសមាជិករបស់គាត់ណាម្នាក់នៅក្នុងសភាហ្នឹងឲ្យធ្វើបំពេញកិច្ចហ្នឹងគឺគាត់ត្រូវកំណត់ទៀតថាកិច្ចហ្នឹងធ្វើបានអីខ្លះគាត់អាចទៅធ្វើកិច្ចអីខ្លះបានអញ្ចឹងគាត់កំណត់នៅក្នុងការបញ្ជាក់ហ្នឹងនៅក្នុងស្អីម្ដេចបើគាត់ឲ្យធ្វើកិច្ចស៊ើបសួរហ្នឹងឬមួយក៏គាត់ស្នើសុំទៅជាក្រុមស៊ើបសួរណាមួយឲ្យធ្វើកិច្ចនោះជំនួសហើយទៅពេលធ្វើហើយត្រូវបង្វិលនៅលទ្ធផលនេះមកឲ្យកាឡាមជីវិញហើយគាត់នឹងពិនិត្យទៅលើលទ្ធផលនោះទៅតាមនីតិវិធីច្បាប់ទី2គាត់អាចពិនិត្យកែសម្រួលបំពេញបន្ថែមនីតិវិធីតាមរយៈការពន្លាតការចោទប្រកាន់ទៅលើបទល្មើសផ្សេងទៀតនៅក្នុងសំណុំរឿងនីតិវិធីហ្នឹងបើមានអង្គហេតុដទៃផ្សេងទៀតដែលមានការពាក់ព័ន្ធជាមួយនឹងបទល្មើសដែលបានចោទពីខាងដើមអញ្ចឹងដែលចៅក្រមស៊ើបសួរគាត់ភ្លេចសម្រាប់ចោទប្រកាន់ចំពោះបទល្មើសហ្នឹងគឺសភាស៊ើបសួរអាចពន្លាតការចោទប្រកាន់ទៅរកបទល្មើសដទៃផ្សេងទៀតដែលបទល្មើសហ្នឹងមានការពាក់ព័ន្ធជាមួយនឹងបទល្មើសដើមហើយដែលវាចេញអំពីសំណុំរឿងនីតិវិធីហ្នឹងมันអាចយកសំណុំរឿងផ្សេងមកទេគឺសំណុំរឿងនីតិវិធីដែលគាត់កំពុងបណ្ឌិតហ្នឹងគាត់ឃើញមានបទល្មើសផ្សេងទៀតគាត់ចោទមួយទៀតគឺគាត់ពន្លាតការចោទប្រកាន់ហ្នឹងដែលយើងប្រើសាមញ្ញថាពន្លាតការចោទប្រកាន់ទៅលើបុគ្គលផ្សេងទៀតដែលភាសានីតិវិធីបានន័យថាពន្លាតការដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យចំពោះបុគ្គលពាក់ព័ន្ធដទៃផ្សេងទៀតគាត់ក៏អាចផងដែរក្នុងការប្រើអំណាចនេះគាត់អាចវិយតម្លៃកំណត់បទល្មើសឡើងវិញឧទាហរណ៍ថាក្នុងអង្គហេតុមួយដែលបង្កើតបានជាបទល្មើសអញ្ចឹងចៅក្រមស៊ើបសួរគាត់កំណត់បទល្មើសហ្នឹងអត់ត្រឹមត្រូវអញ្ចឹងគាត់យកអង្គហេតុនេះហើយគាត់កំណត់បទល្មើសឡើងវិញតាមច្បាប់ខ្ញុំសូមអនុញ្ញាតបញ្ជាក់ជូនចុងក្រោយតាក់ទងជាមួយអំណាចក្នុងការបំពេញបន្ថែមអំណាចក្នុងការកែសម្រួលពិនិត្យលើនីតិវិធីនេះថាជាទូទៅគឺអនុវត្តនៅពេលដែលគាត់ទទួលបានសំណុំរឿងទាំងមូលมันអាចប្តឹងតែករណីមួយផ្នែកទូចហើយគាត់ពិនិត្យអំពីករណីហ្នឹងវាពិបាកអញ្ចឹងជាទូទៅគេប្តឹងមកគាត់ទទួលបានសំណុំរឿងទាំងមូលសំដៅលើករណីខ្លះដូចជាគេប្តឹងប្រឆាំងជាមួយនឹងដីកាដំណោះស្រាយរបស់ចៅក្រមស៊ើបសួរដែលគាត់បិទណាអញ្ចឹងសំណុំរឿងវាស៊ើបចង់ហើយឯងអញ្ចឹងគាត់យកមកមើលទៅគាត់ថាខ្វះអញ្ចឹងគាត់ឲ្យបំពេញកិច្ចហើយបើសិនជាគាត់យល់ឃើញថាត្រូវពលាតការចោទប្រកាន់គាត់ពលាតការចោទប្រកាន់គាត់ត្រូវកំណត់បទល្មើសថ្មីគាត់កំណត់បទល្មើសថ្មីបានបាទចុងក្រោយគឺអំណាចមួយទៀតរបស់សភាស៊ើបសួរអំណាចសំខាន់មួយទៀតរបស់សភាស៊ើបសួរគឺអំណាចក្នុងការបន្តការស៊ើបសួរនេះបានធ្វើឲ្យសភាស៊ើបសួរមិនត្រឹមតែជាសភាដែលត្រួតពិនិត្យអំពីនិយត្តភាពនៃកិច្ចនីតិវិធីទេប៉ុន្តែធ្វើឲ្យសភាស៊ើបសួរคล้ายទៅជាយុត្តាធិការស៊ើបសួរពិតប្រាកដមានន័យថាគាត់ទៅបំពេញកិច្ចតែម្ដង
ตาก็បំពេញកិច្ចនៅក្នុងករណីណាខ្លះដែលគាត់អាចបំពេញកិច្ចហ្នឹងហើយបំពេញកិច្ចហ្នឹងយ៉ាងដូចម្ដេចសូមអនុញ្ញាតបញ្ជាក់ជូនថានៅក្នុងក្របខ័ណ្ឌនៃការសម្រេចបន្តការស៊ើបសួរដោយខ្លួនឯងនេះគឺជាទូទៅសភាស៊ើបសួរត្រូវទទួលបណ្ដឹងដូចគ្នាបណ្ដឹងនោះជាទូទៅសំដៅដល់បណ្ដឹង2ខាងដើមដែលខ្ញុំបញ្ជាក់ជូនសំដៅទី1គឺបណ្ដឹងអន្តោនៅពេលគាត់ទទួលបានបណ្ដឹងអន្តោចំពោះករណីណាមួយហើយនោះអញ្ចឹងគាត់យល់ឃើញថាមានកំហុសឆ្គងក្នុងនីតិវិធីមានការប្រព្រឹត្តតាមស្ថានភាពហ្នឹងមិនត្រឹមត្រូវអញ្ចឹងគាត់អាចសម្រេចដកសមត្ថកិច្ចចៅក្រមស៊ើបសួរមិនឲ្យស៊ើបទេគាត់អាចសម្រេចដកសមត្ថកិច្ចរបស់ចៅក្រមស៊ើបសួរហើយគាត់អាចសម្រេចបន្តការស៊ើបសួរដោយខ្លួនឯងឬករណីមួយទៀតគាត់សម្រេចដកសមត្ថកិច្ចពីចៅក្រមស៊ើបសួរប៉ុន្តែគាត់ប្រគល់ឲ្យចៅក្រមស៊ើបសួរមួយផ្សេងទៀតប៉ុន្តែពេលនេះយើងផ្ដោតតែរឿងករណីគាត់សម្រេចដកការស៊ើបសួរពីចៅក្រមស៊ើបសួរហើយគាត់យកការស៊ើបសួរនេះគាត់បន្តស៊ើបសួរដោយខ្លួនឯងអញ្ចឹងក្របខ័ណ្ឌនៃការប្តឹងបន្ទោក៏គេអាចបានដែរជាពិសេសអាចធ្វើបានតែចំពោះករណីនៃការប្តឹងនៅក្នុងក្របខ័ណ្ឌនៃការប្តឹងប្រឆាំងជាមួយនឹងដីកាសម្រាប់លើកលែងចោលប្រកាន់ដែលចំណុចនេះគឺមានចែងបញ្ជាក់នៅក្នុងមាត្រា277នៃក្រមនីតិវិធីព្រហ្មទណ្ឌមួយទៀតគាត់អាចដកសមត្ថកិច្ចជាក្រមស៊ើបសួរយកមកធ្វើការស៊ើបសួរដោយខ្លួនឯងបន្តការស៊ើបសួរដោយខ្លួនឯងគឺក្នុងក្របខ័ណ្ឌនៃការប្តឹងសុំមោគភាពអញ្ចឹងនៅពេលដែលគាត់ប្តឹងមានបណ្ដឹងសុំមោគភាពគាត់ពិនិត្យឃើញថាមានកំហុសធ្ងន់ធ្ងរក្នុងនីតិវិធីដែលចៅក្រមហ្នឹងគាត់ធ្វើអត់ត្រឹមត្រូវតាមនីតិវិធីគាត់អាចសម្រេចដកសមត្ថកិច្ចចៅក្រមស៊ើបសួរហ្នឹងបកគលដល់ចៅក្រមស៊ើបសួរមួយផ្សេងទៀតឬមួយក៏បន្តការស៊ើបសួរដោយខ្លួនឯងបាទករណីនេះវាជាការសមស្របមួយដែលថាចៅក្រមដែលប្រព្រឹត្តកំហុសអញ្ចឹងมันអាចបំពេញការស៊ើបសួររបស់ខ្លួនបានត្រឹមត្រូវគាត់ដកការស៊ើបសួរហើយបកគលឲ្យចៅក្រមមួយទៀតឬមួយក៏គាត់បំពេញការស៊ើបសួរខ្លួនឯងប៉ុន្តែផ្ទុយទៅវិញបើគេប្តឹងសុំមោគភាពប៉ុន្តែគាត់ពិនិត្យថាគ្មានកំហុសអញ្ចឹងគាត់មិនអាចដកហើយបន្តការស៊ើបសួរខ្លួនឯងទេលុះត្រាតែគាត់ដកហើយបំពេញការស៊ើបសួរខ្លួនឯងវាហាក់បីដូចជាទម្រង់មួយនៃទណ្ឌកម្មចំពោះចៅក្រមដែលប្រព្រឹត្តខុសអញ្ចឹងបានគេដកសមត្ថកិច្ចអញ្ចឹងចំណុចនេះគឺមានចែងនៅក្នុងមាត្រា280និងមាត្រា281ខ្ញុំសូមអនុញ្ញាតបញ្ជាក់ជូនចុងក្រោយថានៅក្នុងក្របខ័ណ្ឌនៃការអនុវត្តអំណាចដើម្បីបន្តការស៊ើបសួរនេះសភាស៊ើបសួរគាត់ត្រូវជាអ្នកបិទការស៊ើបសួរមានន័យថាការស៊ើបសួរនោះត្រូវបិទតាមរយៈសាលដីកាដំណោះស្រាយហើយនៅក្នុងការអនុវត្តថាតើការស៊ើបសួរនោះបន្តត្រូវធ្វើយ៉ាងម៉េចជាគោលការណ៍គឺគាត់ចាត់ចៅក្រមម្នាក់ដែលជាសមាជិកនៃសភាស៊ើបសួរហ្នឹងឲ្យបំពេញកិច្ចស៊ើបសួរហ្នឹងតាមជំនួសឲ្យសភាស៊ើបសួរទាំងមូលអញ្ចឹងគាត់ទៅបំពេញកិច្ចនៅក្នុងក្របខ័ណ្ឌនៃការបំពេញកិច្ចហ្នឹងគាត់អាចប្រើសិទ្ធិអំណាចទាំងអស់របស់ចៅក្រមស៊ើបសួរទី1ប៉ុន្តែគាត់មិនអាចមានអំណាចមួយដែលចៅក្រមស៊ើបសួរមាននោះគឺអំណាចក្នុងការសម្រេចបិទបញ្ចប់ការស៊ើបសួរគាត់អត់បិទខ្លួនឯងទេចៅក្រមនោះគឺការបិទត្រូវបិទដោយសភាស៊ើបសួរមានន័យនិយាយមួយយ៉ាងទៀតថាចៅក្រមដែលទទួលការចាត់តាំងឲ្យទៅធ្វើការស៊ើបសួរបន្តការស៊ើបសួរនោះគាត់មិនអាចចេញដីកាដំណោះស្រាយបានទេអញ្ចឹងការបញ្ចប់ត្រូវធ្វើឡើងតាមរយៈដីកាដំណោះស្រាយគឺបានន័យដីកាបញ្ជូនទៅជំរះឬមួយក៏សារដីកាបញ្ជូនលើកលែងចោទប្រកាន់ឬសារដីកាបញ្ជូនទៅជំរះបាទអញ្ចឹងសូមអនុញ្ញាតបញ្ជាក់ជូនពីសំណាច់ត្រឹមប៉ុណ្ណេះចាសូមអរគុណតាមប្រសាសន៍របស់អាដាមបាញ់មិញយើងឃើញថាសភាស៊ើបសួរមានអំណាចជាច្រើនចានៅក្នុងនោះមានការត្រួតពិនិត្យទៅលើកិច្ចរបស់ចៅក្រមជាដើមចៅក្រមស៊ើបសួរហើយជាពិសេសទៅទៀតនោះគឺអំណាចបន្តនៃការស៊ើបសួរចាចុះចំពោះអំណាចរបស់ប្រធានស៊ើបសួរវិញតើមានអំណាចយ៉ាងដូចណាខ្លះដែរទៅជាអាដាមអគ្គនាយកបាទសូមថ្លែងអរគុណបាទលោកស្រីពិការនីហើយក៏សូមឆ្លៀតឱកាសនេះជម្រាបសួរបាទទូរទស្សនិកជនទាំងអស់គ្នាជាថ្មីម្ដងទៀតដោយអាដាមប៊ុនហ៊ុនបានលើកហើយនៅក្នុងក្របខ័ណ្ឌនៃរចនាសម្ព័ន្ធរបស់សភាស៊ើបសួរគឺមានប្រធាននិងដែលសម្រាប់ក្នុងនាមបុគ្គលជាប្រធានផ្ទាល់ខ្លួនហើយនឹងសភាស៊ើបសួរដែលសម្រាប់ក្នុងនាមជាអង្គការគេហៅថាអង្គការសហសេវកតារួមគ្នាដូច្នេះក្នុងក្របខ័ណ្ឌនៃការសម្រេចជាក្នុងនាមសភាស៊ើបសួរតែម្ដងសមត្ថកិច្ចអាដាមការរដ្ឋបានបញ្ជាក់ហើយដូច្នេះខ្ញុំសូមបញ្ជាក់ជូនពីអំណាចដែលផ្ទាល់របស់ប្រធានស៊ើបសួរផ្ទាល់តែម្ដងដូច្នេះនៅក្នុងក្របខ័ណ្ឌជាបុគ្គលដែលជាប្រធានសភាស៊ើបសួរនេះមាត្រាមួយចំនួននៃក្រមនីតិវិធីព្រហ្មទណ្ឌនេះបានផ្ដល់នៅអំណាចពិសេសត្រួតពិនិត្យមួយចំនួនដល់ប្រធានសភាស៊ើបសួរគឺតកតងនៅមាត្រា283ដល់មាត្រា286ហើយអំណាចនេះជាអំណាចផ្ទាល់
ហើយនឹងមានលក្ខណៈជាអំណាចត្រួតពិនិត្យជាផ្នែករដ្ឋបាលទៅលើកិច្ចរបស់ចៅក្រមស៊ើបសួរហើយការត្រួតពិនិត្យនេះដោយប្រធានសភាស៊ើបសួរនោះគឺមានគោលបំណងធានារ៉ាប់រងការប្រព្រឹត្តទៅល្អរបស់មន្ទីរស៊ើបសួរហើយក៏ដើម្បីជៀសវាងនៅការយឺតយ៉ាវនៃការអូសបន្លាយពេលវេលានៃនីតិវិធីដោយពុំសមហេតុផលហើយនៅក្នុងគោលដៅនេះច្បាប់បានកំណត់ថាដើម្បីធានានៅដំណើរការល្អមន្ទីរស៊ើបសួរជៀសវាងការយឺតយ៉ាវនីតិវិធីនេះប្រធានសភាស៊ើបសួរផ្ទាល់ខ្លួនគាត់មានសិទ្ធិផ្ទៀងផ្ទាត់ទៅលើគេហៅថាលក្ខខណ្ឌនៃការឃុំខ្លួនបណ្ដោះអាសន្នដីកាផ្សេងរបស់តុលាការក៏ដូចជាដីកាចាត់ឲ្យសួរជំនួសនៅដីកានៃតាក់ទងនឹងការធ្វើកសលវិច័យហើយខ្ញុំតទៅនេះខ្ញុំបាទសូមបញ្ជាក់ពីការត្រួតពិនិត្យផ្នែករដ្ឋបាលរបស់ប្រធានសភាស៊ើបសួរនេះធ្វើឡើងតាមរយៈមធ្យោបាយ3យ៉ាងបាទទី1គឺតាមរយៈការត្រួតពិនិត្យទៅលើតារាងរាយឈ្មោះរឿងទាំងអស់នៃរបស់ចៅក្រមស៊ើបសួរនីមួយបានន័យថាចៅក្រមស៊ើបសួរគ្រប់រូបរៀងរាល់ដំណាច់ត្រីមាសត្រូវតែធ្វើតារាងរាយឈ្មោះរឿងទាំងអស់ហើយដែលបានបញ្ជាក់មាននីតិបញ្ជាក់អំពីកិច្ចចុងក្រោយដែលបានបំពេញចំពោះសំណុំរឿងនីមួយជូនមកប្រធានសភាស៊ើបសួរនៅរាល់ដំណាច់ត្រីមាសដូច្នេះនៅពេលដែលគាត់ពិនិត្យទៅលើតារាងនេះគាត់ឃើញមានភាពមិនប្រក្រតីគាត់អាចស្នើសុំឲ្យចៅក្រមស៊ើបសួរឆ្លើយបំភ្លឺឬក៏គាត់អាចប្តឹងទៅសភាស៊ើបសួរដែលជាអង្គការសហសេវកតាដែលយើងហៅថាអង្គការសហសេវកតាអង្គការរួមគ្នានេះការត្រួតពិនិត្យតាមរយៈការពិនិត្យទៅលើតារាងរាយឈ្មោះរឿងទាំងអស់ដែលចៅក្រមស៊ើបសួរផ្ដល់មកឲ្យគាត់នៅរាល់ដំណាច់ត្រីមាសនីមួយការត្រួតនៅទី2គឺធ្វើតាមរយៈអធិការកិច្ចបានន័យថាតាមគំនិតផ្ទាល់របស់គាត់អាចចាប់ផ្ដើមធ្វើអធិការកិច្ចទៅលើមន្ទីរស៊ើបសួរបានគ្រប់មន្ទីរស៊ើបសួរទាំងអស់ដែលមាននៅអមសាលាដំបងហើយនៅពេលបញ្ចប់ការស៊ើបសួរនេះគាត់ធ្វើរបាយការណ៍ជូនប្រធានសាលាបន្តដូច្នេះគឺជាអំណាចត្រួតពិនិត្យតាមរយៈការធ្វើអធិការកិច្ចហើយអំណាចមួយទៀតគឺតាមរយៈអំណាចគេអាចហៅថាអំណាចអធិបញ្ជាឲ្យចៅក្រមស៊ើបសួរសម្រេចទៅលើបណ្ដឹងសម្បត្តិសំណុំរឿងបណ្ដឹងសម្បត្តិសំណុំរឿងនេះខ្ញុំបាទដូចជាបានបញ្ជាក់នៅក្នុងគោលការណ៍ទូទៅនៃក្រមនីតិវិធីព្រំទាន់នេះគឺបណ្ដឹងសម្បត្តិសំណុំរឿងនេះគឺជាយន្តការថ្មីមួយដែលក្នុងគោលដៅលើកតម្កើងសិទ្ធិរបស់ជនពាក់ព័ន្ធជាភាគីនៅក្នុងរឿងក្តីព្រំទាន់ក៏ដូចជាជនត្រូវចោទនិងដើមបណ្ដឹងរដ្ឋវិន័យគឺបានន័យថានៅពេលដែលការស៊ើបសួរត្រូវបានបើកហើយជនត្រូវចោទក្នុងរយៈពេល1ឆ្នាំបន្ទាប់ពីការចោទប្រកាន់អាចសុំចៅក្រមស៊ើបសួរឲ្យបិទសំណុំរឿងហើយចៅក្រមស៊ើបសួរបន្ទាប់ពីទទួលពាក្យសុំរបស់ជនត្រូវចោទនេះត្រូវតែសម្រេចក្នុងរយៈពេល1ខែបើមិនដូច្នេះទេគឺជនត្រូវចោទអាចស្នើសុំឲ្យប្រធានសភាស៊ើបសួរដែលនឹងធ្វើអធិបញ្ជាឲ្យចៅក្រមស៊ើបសួរសម្រេចថាតើត្រូវបញ្ចប់ការបិទសំណុំរឿងហើយដូចគ្នាខ្ញុំបាននិយាយហើយថាកន្លងមកដែលយើងពុំមានយន្តការនេះគឺមានការស៊ើបសួរមានការអូសបន្លាយពេលវេលាលើសពី1ឆ្នាំរហូតដល់3ឆ្នាំនេះជាករណីមួយដែលប៉ះពាល់ជាខ្លាំងទៅដល់សិទ្ធិទាំងរបស់ជនត្រូវចោទជួនកាលគាត់អាចគេត្រូវឃុំបាទលើសពេលវេលាឬក៏ជនរងគ្រោះដែលគាត់ចង់ដឹងថាតើអ្នកណាជាជនល្មើសពិតប្រាកដហើយនឹងគាត់បានទទួលសំណងរដ្ឋវិន័យដូច្នេះជាការការពារសិទ្ធិរបស់ភាគីហើយតកតងនឹងចំណុចនេះដែរគឺតកតងនឹងដើមបណ្ដឹងរដ្ឋវិន័យគាត់ក៏មានសិទ្ធិបាទសុំបិទសំណុំរឿងដែរបានន័យថាមួយរយៈពេល1ឆ្នាំដូចគ្នាប៉ុន្តែគិតចាប់ពីពេលដែលគាត់តាំងខ្លួនជាដើមដឹងរដ្ឋវិន័យគាត់ស្នើសុំទៅចៅក្រមស៊ើបសួរឲ្យសម្រេចធ្វើការបិទសំណុំរឿងបើចៅក្រមស៊ើបសួរមិនសម្រេចទេគឺគាត់មានសិទ្ធិប្តឹងទៅប្រធានសភាស៊ើបសួរដែលនឹងចេញអធិបញ្ជាឲ្យចៅក្រមស៊ើបសួរសម្រេចហើយដូចខ្ញុំបានបញ្ជាក់លើមុនហើយថាការបិទសំណុំរឿងការបិទការស៊ើបសួរនេះគឺបិទតាមរយៈដីកាដំណោះស្រាយដែលអាចចេញរូបភាពជាដីកាលើកលែងចោទប្រកាន់ឬក៏ដីកាបញ្ជូនរឿងទៅជំរះដោយអាដាមកើតរិទ្ធបានបញ្ជាក់មាញ់មិញបាទនេះជាសិទ្ធិមួយថ្មីលើកតម្កើងសិទ្ធិរបស់ភាគីចំណុចទី1ទៀតជាសមត្ថកិច្ចរបស់ប្រធានសភាស៊ើបសួរដែរគឺអំណាចសម្រេចទៅលើវិវាទសមត្ថកិច្ចរវាងចៅក្រមស៊ើបសួរបានន័យថាក្នុងករណីដែលមានចៅក្រមស៊ើបសួរច្រើនរូបច្រើននៃសាលាដំបងខុសគ្នាហើយបានទទួលរឿងក្តីព្រមត្តនបាទព្រមគ្នារឿងក្តីព្រមត្តនហ្នឹងតែមួយបានន័យថាសាលាដំបងភ្នំពេញក៏បានទទួលចៅក្រមស៊ើបសួរនៃសាលាដំបងខេត្តកណ្ដាលក៏បានទទួលហើយរឿងព្រមត្តនដដែលហើយតើនរណាជាអ្នកសម្រេចថាតើសភាចៅក្រមស៊ើបសួរនៃសាលាដំបងណាដែលជាអ្នកមានសមត្ថកិច្ចក្នុងនេះគឺមាត្រា123នៃក្រមនីតិវិធីព្រំទាន់បកគលសិទ្ធឲ្យអំណាច
ប្រធានសភាស៊ើបសួរជាអ្នកសម្រេចថាតើចាក្រុមស៊ើបសួរនៃសម្លាដំបងណាមួយដែលនឹងមានសមត្ថកិច្ចធ្វើការស៊ើបសួរ ស្និទ្ធជនជាទីគោរពតាមប្រសាសន៍របស់អាដាមភៅសម្ភារបាញ់មិញនេះលោកអ្នកបានជ្រាបរួចបង្ហាញអំពីសមត្ថកិច្ចសំខាន់របស់សភាស៊ើបសួរហើយអាដាមក៏បានមានប្រសាសន៍ដែរថាក្រុមនីតិវិធីព្រហ្មទណ្ឌក៏បានផ្ដល់នៅអំណាចពិសេសដល់សភាស៊ើបសួររបស់យើងដែរគឺអំណាចបច្ចុប្បន្នតែបច្ចុប្បន្នជាអ្វីហើយមានអំណាចអ្វីខ្លះនោះលោកអ្នកនឹងបានជ្រាបនៅក្នុងកម្មវិធីរបស់យើងនៅលើកក្រោយទៀតនៅក្នុងពេលនេះនាងខ្ញុំសូមថ្លែងអំណរគុណចំពោះការទស្សនារបស់លោកអ្នកហើយបើសិនជាលោកអ្នកមានចម្ងល់តាក់ទងទៅនឹងរឿងច្បាប់នេះលោកអ្នកអាចតាក់ទងមកកាន់ក្រសួងយុតិធម៌តាមរយៈទូរស័ព្ទលេខ017 78 97 97និង016 75 85 85នៅក្នុងពេលនេះយើងខ្ញុំសូមគោរពលាសូមថ្លែងអំណរគុណចំពោះការទស្សនារបស់លោកអ្នក